បាទសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការបង្កើតនៅ Gmail ដោយខ្លួនឯងដោយមិនប្រើប្រាស់នៅ Gmail អ្នកដទៃទៀតទេបាទអញ្ចឹងសម័យនេះហើយបងប្អូនណាយើងអាចធ្វើការបង្កើតនៅ Gmail ដោយខ្លួនឯងបានតាបាទអញ្ចឹងបើសិនជាចង់បង្កើតនៅ Gmail ផ្ទាល់ខ្លួនបងប្អូនអាចមើលវីដេអូនេះបានហើយសម្រាប់បងប្អូនណាដែលធ្លាប់ចេះហើយក៏អាចអូសរំលងបានអញ្ចឹងណាបងប្អូនបាទអញ្ចឹងជាដំបូងខ្ញុំសូមជម្រាបសួរទៅដល់បងប្អូនទាំងអស់គ្នាបាទនេះគឺជាវីដេអូសម្រាប់ធ្វើការបង្កើតនៅ Gmail account ចែកជូនបងប្អូនទាំងអស់គ្នាបាទជាដំបូងយើងចូលនៅក្នុងប្រអប់សារ Gmail បន្ទាប់មកវានឹងចេញទម្រង់បែបនេះអញ្ចឹងត្រង់ចំណុចនេះដែរខ្ញុំដាក់សញ្ញាសង្ខ័លគឺបងប្អូនចុចពាក្យថា Google អញ្ចឹងនៅពេលដែលយើងធ្វើការចុចនៅកន្លែងត្រង់ចំណុច Google ហើយវានឹងធ្វើការឲ្យយើងឆែកហើយសម្រាប់បងប្អូនដែលប្រើនៅលេខសម្ងាត់ឬក៏លេខកូដអីចឹងឬក៏ scan ក្រយៅដៃអីវាទាមទារឲ្យយើងដោះក្រយៅដៃសិនបានវាបន្តឲ្យយើងទៅមុខទៀតអញ្ចឹងណាបងប្អូនបាទបន្ទាប់មកយើងនឹងជ្រើសរើសមួយដែលមានពាក្យថាអូខេ create account បាទត្រង់ចំណុចនេះគឺយើងដាក់ពាក្យថា create account ដើម្បីអីយើងបង្កើតនៅ account Gmail ថ្មីតែម្ដងបាទអញ្ចឹងចុចត្រង់ចំណុចហ្នឹងរួចហើយវានឹងបង្ហាញផ្ទាំងពីរបែបនេះទី1គឺសម្រាប់យើងប្រើប្រាស់នៅផ្ទាល់ខ្លួនហើយមួយទៀតសម្រាប់ការងារឬក៏អាជីវកម្មរបស់យើងបាទអញ្ចឹងបើសិនជាយើងធ្វើការបង្កើតសម្រាប់ការងារផ្ទាល់ខ្លួនទេអាចជ្រើសរើសត្រង់ចំណុចខាងលើបានគេដាក់ថា for my personal use ចុចត្រង់ចំណុចហ្នឹងបន្តមកទៀតវានឹងចេញទម្រង់បែបនេះអញ្ចឹងត្រង់ចំណុចទី1វាឲ្យយើងដាក់នាមត្រកូលតែម្ដង first name ហើយចុងក្រោយគេឲ្យដាក់បាទនាមខ្លួនបាទអញ្ចឹងដំបូងគឺយើងដាក់ first name មកខ្ញុំឧទាហរណ៍ជូនណាបងប្អូនបាទបន្តមកទៀតបន្ទាប់ពីខ្ញុំវាឈ្មោះរួចរាល់ហើយខ្ញុំនឹងចុចពាក្យថា next បាទដែលខ្ញុំដាក់សញ្ញាសង្កល់ហ្នឹងរូបដើមថ្នោតហ្នឹង next បាទបន្ទាប់ពីយើងធ្វើការចុច next ហើយវានឹងតម្រូវឲ្យយើងធ្វើការបំពេញព័ត៌មានខ្លះអំពីខ្លួនយើងបាទទី1តកតងជាមួយនឹងខែទី2តកតងជាមួយនឹងថ្ងៃហើយទី3ជាមួយនឹងឆ្នាំអញ្ចឹងយើងដាក់ឆ្នាំណាក៏បានដែររួចហើយយើងជ្រើសរើសភេទភេទស្រីអីចឹងទៅណាប្រុសឬក៏ស្រីអីចឹងទៅបាទខ្ញុំដាក់ថា male អញ្ចឹងទៅរួចហើយបន្ទាប់មកយើងចុចពាក្យថា next បន្តទៀតតែអញ្ចឹងបន្ទាប់ពីយើងធ្វើការចុច next ហើយវានឹងចេញទម្រង់បែបនេះវាមានទម្រង់2សម្រាប់ឲ្យយើងធ្វើការជ្រើសរើសស្រាប់តែម្ដងហើយទម្រង់ទី3នេះវាតម្រូវឲ្យយើងធ្វើការវាយនៅ Gmail អ្វីដែលយើងពេញចិត្តឬក៏យើងចង់ដាក់ដោយខ្លួនឯងអញ្ចឹងសម្រាប់ខ្ញុំឧទាហរណ៍គឺខ្ញុំសូមជ្រើសរើសអ្វីដែលងាយជូនបងប្អូនអញ្ចឹងណាបាទខ្ញុំសូមជ្រើសរើសត្រង់ចំណុចខាងលើបាទបន្ទាប់មកខ្ញុំនឹងចុចពាក្យថា next បន្ទាប់ពីខ្ញុំចុច next ហើយវានឹងតម្រូវឲ្យយើងធ្វើការបំពេញនៅលេខសម្ងាត់បាទអញ្ចឹងត្រង់ចំណុចលេខសម្ងាត់នេះខ្ញុំនឹងដាក់ឲ្យបងប្អូនមើលឧទាហរណ៍តែម្ដងទៅបន្ទាប់មកខ្ញុំចុចពាក្យថា next បាទអញ្ចឹងត្រង់ចំណុចនេះបើសិនជាយើងដាក់ទៅវាអត់ត្រូវទេវាអត់គ្រប់លក្ខខណ្ឌគេទេអញ្ចឹងយើងដាក់ធ្វើម៉េចឲ្យគ្រប់លក្ខខណ្ឌអញ្ចឹងណាបងប្អូនបាទដាក់គ្រប់លក្ខខណ្ឌទៅវានឹងឲ្យយើងហើយអូខេតោះអញ្ចឹងខ្ញុំសូមបន្ថែមធ្វើម៉េចដាក់គ្រប់លក្ខខណ្ឌសិនបាទបន្ទាប់មកទៀតខ្ញុំចុចពាក្យថា next បាទរួចហើយវានឹងចេញ Gmail ដែលយើងបានធ្វើការបង្កើតឬក៏យើងជ្រើសរើសយកមួយហ្នឹងណាបាទយើងចុចពាក្យថា next ទៀតមកអញ្ចឹងយើងអូសចុះមកក្រោមបន្តិចនេះគឺជាលក្ខខណ្ឌជាច្រើនដែលGmail account ហ្នឹងតម្រូវឲ្យយើង follow នៅ rule របស់វាហើយបើសិនជាយើងចង់អានក៏បានដែរបើសិនជាអត់ចង់អានទេយើងអូសចុះមកក្រោមឲ្យផុតមកបាទបន្ទាប់មកយើងចុចពាក្យថា I agree ចាំមានន័យថាយើងយល់ស្របនៅលក្ខខណ្ឌទាំងអស់ដែលបានដាក់មកពីខាងលើហ្នឹងអញ្ចឹងណាបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការចុចនៅការយល់ព្រមនៅ account រួចរាល់ហើយវានឹងត្រឡប់ទៅបាទទៅទំព័រដើមរបស់យើងវិញអញ្ចឹងណាបងប្អូនបាទអូខេអញ្ចឹងយើងអាចធ្វើការរងចាំទៅដើម្បីឲ្យវាធ្វើការឆែកឬក៏ត្រួតពិនិត្យនៅទំព័រដើមអូខេតោះអញ្ចឹងនៅពេលដែលវាចេញទម្រង់បែបនេះបងប្អូនអាចធ្វើការឆែកមើលថា account របស់យើងនឹងបានបំពេញរួចរាល់ឬក៏ត្រឹមត្រូវដែរឬនៅបាទយើងអាចចុចត្រង់ចំណុចនេះក៏បានឬក៏យើងចុចកន្លែង trace 3ក៏បានយើងចូលទៅ account របស់យើងតែម្ដងទៅបាទហើយយើងចុចពាក្យថា setting
ចឹងបន្ទាប់ពីយើងធ្វើការចុច setting ហើយវានឹងចេញ account ជាច្រើនចឹង account ដែលយើងបានបង្កើតហ្នឹងវានឹងចេញនេះទម្រង់ខាងក្រោមនេះចឹងមានន័យថាការបង្កើត account របស់យើងហ្នឹងគឺយើងបង្កើតបានរួចរាល់នឹងគ្រប់ជ្រុងជ្រោយ 100% ហើយអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានត្រឹមតែប៉ុណ្្នឹងទេហើយក៏អរគុណច្រើនសម្រាប់បងប្អូនដែលបានទស្សនាហើយបើសិនជាពេញចិត្តកុំភ្លេចជួយធ្វើការចែករំលែកម្នាក់មួយផងហើយធ្វើការ subscribe ដើម្បីទទួលបានវីដេអូថ្មីៗអរគុណសូមជម្រាបលា